តែងកត់សម្គាល់ថាមនុស្សនេះល្អឬអាក្រក់វាយវេឬត្រង់ក៏មកពីធ្លាប់ឃើញដឹងឮធ្លាប់ជួបប្រទះថាមនុស្សនោះធ្លាប់ប្រព្រឹត្តមកពីមុខបែបណាមនុស្សនោះធ្លាប់ប្រព្រឹត្តអំពើកុហកភូតភរបោកប្រាស់បំបត្តិប្រវាញ់ធ្លាប់លួចប្លន់ធ្លាប់ប្រព្រឹត្តប្រហើនកោងកាចធ្លាប់ប្រើអំណាចសង្កត់សង្កិនញាប់ញីស៊ីជាអំគៀមឆ្អឹងអ្នកដទៃធ្លាប់ធ្វើចិត្តឆេវឆាវសាហាវយំខ្នងធ្លាប់ស៊ីសំណូកយកសំណែនធ្លាប់ប្រព្រឹត្តអនាចារខុសច្បាប់ទម្លាប់ផ្សេងដោយការប្រព្រឹត្តដែលគេធ្លាប់ដឹងឮឃើញយ៉ាងនេះគេក៏ចងចាំកំណត់កត់ទុកក្នុងចិត្តថាជាមនុស្សខលខូចខូខើទុច្ចរិតតាមការធ្លាប់ប្រព្រឹត្តរបស់បុគ្គលនោះដូច្នេះបើទុកជាខ្លួនធ្វើរឹតសុភាពរៀបសារឬប្រព្រឹត្តរៀបសារកិរិយាស្រគត់ស្រគំប្រើសម្ដីសម្ដែងចិត្តល្អសប្បុរសយ៉ាងណាក៏ដោយតែធ្លាប់ដឹងកិរិយាប្រព្រឹត្តរបស់ខ្លួនពីមុនមកគេមិនងាយជឿទុកចិត្តឥតសង្ស័យថាខ្លួនជាមនុស្សល្អនោះឡើយព្រោះគេទៀងតាមដំណើរហេតុដែលកន្លងទៅហើយសូម្បីជននោះបានកែប្រែចិត្តគំនិតពីខ្មៅទៅសពីទុច្ចរិតទៅសុចរិតពីខលខូចទៅត្រឹមត្រូវពីប្រហើនកោងកាចទៅជាស្លូតម៉ូតពីអាចោលទៅជាអាចារ្យពិតក៏ដោយមនុស្សទាំងឡាយមិនងាយជឿទុកចិត្តស្និទ្ធស្នាលថាជាមនុស្សល្អសុចរិតចិត្តបត់នោះឡើយព្រោះគេធ្លាប់កត់សម្គាល់យល់ដឹងឃើញច្បាស់លាស់ថាខ្លួនធ្លាប់ប្រព្រឹត្តទុច្ចរិតពីមុនមកដូចជាគេមិនជឿទុកចិត្តស្រីពេស្យាកាមាសតែធ្លាប់ប្រព្រឹត្តពេស្យាចារលួចកាយចំណាយសាច់ឈាមកាមារម្មណ៍ចំពោះបុរសទាំងឡាយគឺជាអ្នកជោគជាំជក់ចិត្តប្រព្រឹត្តចាយក្នុងរឿងនោះយូរណាស់មកហើយលុះពេលក្រោយគេបានឲ្យឧបទេសគឺទូនមានព្រានប្រដៅអប់រំបញ្យលឲ្យញាក់ភ្ញាក់កំណើតកើតកំណត់គិតឃើញថារបស់នាងទៀបថោកស្មោកគ្រប់មិនសំរុំឬខំលះបង់វាចាក់វាចេញពីពេស្យាចារនោះប្រព្រឹត្តខ្លួនជាស្ត្រីត្រឹមត្រូវដោយស្ត្រីអ្នកល្អទាំងឡាយយ៉ាងនឹងក៏ដោយក៏គេមិនងាយជឿឬគេមិនងាយទុកចិត្តព្រាមដែលជាអ្នកធ្លាប់សម្លាប់កាប់សម្លេះគោលោកបានទទួលការអប់រំជាពិសេសនោះសិលធម៌ព្រមអ្នកវិហារធម៌ក៏លះបង់ការសម្លាប់គោដោយអាណិតអាសូរទៅវិញយ៉ាងនេះក៏គេមិនជឿទុកចិត្តងាយឡើយការមិនជឿទុកចិត្តទាំងនេះជាសិទ្ធិនេះតើថាព្រោះគេមិនគិតយកព្រះធម៌ជាប្រមាណបានសេចក្តីថាគេមិនពិចារណាឲ្យល្អិតអន់ថាធ្វើម៉េចមនុស្សក្នុងលោកដ៏ច្រើនគង់មានអ្នកខ្លះប្រាំងផ្លាត់ទៅប្រព្រឹត្តថោកទាបបាបចង្រៃតែអ្វីក្នុងលោកក៏មិនទៀងទាត់ដែរអាចប្រែប្រួលបានជួនកាលមនុស្សអាក្រក់ខ្លាយជាមនុស្សល្អអាចោខ្លាយជាអាចារ្យស្ត្រីត្រឹមត្រូវខ្លាយជាពេស្យាកាមាសក៏មានតែបើគេគិតតែក្នុងពាក្យទំនៀមថាមនុស្សនឹងប្រាក់យក្សនឹងសាច់អាក្រក់នឹងស្រូវតាមដំណើរហេតុដែលកន្លងទៅហើយនោះគេក៏មិនអាចសន្និដ្ឋានដោយសេចក្តីខាងលើនេះបានឡើយប៉ុន្តែមានមនុស្សខ្លាំងដែលមានការពិនិត្យដល់ជុំវិញក៏ទទួលស្គាល់យល់ដឹងថាមនុស្សទាំងឡាយទោះស្រីពេស្យាឬគោឃាតកក៏ដោយតែបានទទួលការសិក្សាអប់រំអាចផ្លាស់ប្ដូរចិត្តគំនិតមាយាទឲ្យឃ្លាតចាកពីអំពើមិនសមរម្យមិនល្អរបស់អាក្រក់មកជាមនុស្សល្អបរិសុទ្ធបានគឺមិនម៉ៅដៅតែតាមដំណើរហេតុដែលកន្លងទៅហើយតែម្យ៉ាងឡើយដោយរួបរวมមនុស្សលោកតែងទៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយជារឿងធម្មតាទេព្រោះមនុស្សនោះធ្លាប់ប្រព្រឹត្តអាក្រក់មកហើយតើនឹងឲ្យជឿទុកចិត្តភ្លាមថាជាមនុស្សល្អដូចម្ដេចកើតដោយស្រីផ្កាមាសដោយគោឃាតកព្រោះពេលក្រោយប្រព្រឹត្តត្រឹមត្រូវវិញក៏គេមិនងាយជឿភ្លាមដែរតែបង្កត់សម្គាល់ដាច់ខាតថាមនុស្សនេះធ្លាប់ខូចទុច្ចរិតចិត្តចោលវានៅតែខូចទុច្ចរិតចិត្តចោលដដែលមានការកែប្រែមាយាទមិនត្រូវរាប់អានក៏មិនត្រូវដែរព្រោះមនុស្សខូចតែបានការទទួលការអប់រំផ្លាស់ចិត្តគំនិតកិរិយាមាយាទទៅជាមនុស្សល្អវិញជួនកាលល្អជាងអ្នកធ្លាប់ល្អនោះទៅទៀតនៅបច្ចេកសម្គាល់មនុស្សខូចដែលធ្លាប់ដឹងដំណើរហេតុដើមធ្លាប់ប្រព្រឹត្តខូចហើយឃើញប្រព្រឹត្តស្លូតមុតរៀបសារកិរិយាត្រឹមត្រូវថាសត្វតែបានទទួលការអប់រំឲ្យជាមនុស្សល្អវិញហើយគ្រប់10ក៏មិនបានដែរព្រោះជួនកាលមនុស្សខូចនោះធ្លាប់បន្លំកិរិយាល្អដើម្បីបោកប្រាស់ក៏មានដោយនិទានខ្លាចចាស់ចាំសិលនិងអ្នកដំណើរក្នុងស្រីហេតុតប្រតិជាផោះតាំងស្រាប់សុភាសិតជាប្រធានខាងលើក៏ជាពន្លឺបង្កើនបញ្ញាស្មារតីក្នុងការសម្គាល់យល់ឃើញ
និងសេចក្តីពិតរបស់មនុស្សមួយផ្នែកដែរសេចក្តីសំខាន់ក្នុងរឿងមនុស្សល្អអាក្រក់នេះនៅត្រង់ការសង្កេតពិនិត្យការប្រយ័ត្នប្រយែងមិនបាក់ចង្អៀតទៅតាមហេតុកិរិយាដែលធ្លាប់ប្រព្រឹត្តមកនិងមិនជឿស្លង់ទៅតាមកិរិយាល្អដែលបានឃើញមួយដងមួយកាលព្រោះបើសង្កេតពិនិត្យប្រយ័ត្នមិនយូរប៉ុន្មានក៏អាចសន្និដ្ឋានតាមការពិតថាមនុស្សប្រែពីអាក្រក់មកល្អឬប្រែពីល្អមកអាក្រក់មិនខានជនខៅខូចទុច្ចរិតចិត្តខូខើធ្លាប់តែធ្វើអំពើខ្មៅខ្លៅថោកទាបជួនសែបគប់និងបណ្ឌិតស្គាល់បណ្ឌបាបក៏លះធៀបពីលបាបជនចោលក៏មានជនខ្លះធ្លាប់កាន់ក្បួនច្បាប់សុចរិតវាចាចិត្តប្រព្រឹត្តកាយល្អកល្យានលុះសែបគប់និងជនពៀលជក់បួកប្រាណទៅជាជនពៀលសាមានក៏មានដែរអោមណាគ្រីចប់ប្រធានបទទី10តែប៉ុណ្ណេះប្រធានបទទី11អាហារដែលរលួយល្អរួមមានប្រាជ្ញាជ្រាវឆ្លាតភរិយាស្ដាប់បង្គាប់អាវាតព្រះនរបតីមានប្រជារាស្ត្រស្វាមីភក្តិគិតគូរឲ្យល្អិតល្អន់ហើយទើបនិយាយពិចារណាឲ្យជុំវិញហើយទើបធ្វើទាំងនេះលពលថាសំបីស្ថិតនៅអស់កលយូរអង្វែងក៏ដោយក៏មិនឃ្លាតខ្លាយទៅជាអ្វីឡើយភាសាទី22នៃការគប់មិត្តក្រោយពីបានពិនិត្យគិតពិចារណាដោយជុំវិញតាមប្រាជ្ញាវិចារណញ្ញាណយ៉ាងជ្រាលជ្រៅមើលនៅហេតុដោយកោសលវិធីពីបញ្ហានានាជីវិតនារាយណបណ្ឌិតក៏និពន្ធភាសាប្រដៅរឿងនិទានដែលឲ្យឈ្មោះថាគម្ពីរស្រីហេតុបបតិដែលប្រែរៀបរៀងចាក់ភាសាសំស្ក្រឹតមកជាភាសាខ្មែរដោយព្រះភិក្ខុបញ្ញខ័ត្រសង្ឃវិចិត្រដោយអត្ថន័យអត្ថរសសម្រាប់ជួយផ្ដល់គំនិតប្រាជ្ញាស្មារតីចំពោះចនានុជនផងទាំងឡាយដែលចូលចិត្តសាងសន្សំអប់រំគំនិតប្រាជ្ញាដោយភាសាទី22នៃការគំនិតជាប្រធានខាងលើថាអាហារដែលរលួយល្អឡាក់ក៏មិនឃ្លាតឆ្ងាយទៅជាអ្វីឡើយតើមានអត្ថន័យដូចម្តេចសុភាសិតនេះនិយាយបំភ្លឺឲ្យឃើញនៅវត្ថុនិងបុគ្គលដែលប្រកបដោយគុណភាពមិនចេះសាបរលាបគឺមានប្រយោជន៍ជាទីរីករាយសប្បាយចិត្តឥតខ្លាយទៅជាការធុញថប់ឬគ្មានប្រយោជន៍នោះឡើយដោយអត្ថបាយតទៅនេះអាហារដែលរលួយល្អបាយសម្លនំចំណីក៏ដោយដែលគេបរិភោគចូលក្នុងពោះហើយលើកធាតុបានរំលាយឲ្យរលាយរលួយល្អមិននៅទាំងដុំក៏ជាគុណប្រយោជន៍យ៉ាងប្រសើរចំពោះរាងកាយគឺនាំឲ្យកើតទៅជាឈាមឆាប់រហ័សផ្សព្វផ្សាយទៅពីពេញសរីរាង្គកាយคล้ายទៅជាកម្លាំងកំហែងទទួលទានដំណេកលុកស្រួលនាំឲ្យមានសុខភាពកូនមានប្រាជ្ញាជ្រាវឆ្លាតមតទីតាដែលមានសេចក្តីឆ្លៀសវៃឆាប់ស្គាល់យល់ន័យចងចាំចំណាំចំណេះទាំងឡាយដែលសិក្សាបានដោយឆាប់រហ័សក្តីមានប្រាជ្ញាជ្រាវឆ្លាតក្នុងការប្រព្រឹត្តបានត្រឹមត្រូវសមរម្យមិនឆ្កាំងឆ្គងក្តីជ្រាវឆ្លាតក្នុងមុខរបរកិច្ចការនីតិក្តីកូនមានប្រាជ្ញាជ្រាវឆ្លាតបែបនេះរមែងធ្វើឲ្យឪពុកម្ដាយរីករាយសប្បាយចិត្តរីកមុខសុខចម្រើនកើនប្រយោជន៍ភរិយាស្ដាប់បង្គាប់អាវាតភរិយាដែលទទួលតួនាទីជាមេផ្ទះជាអ្នកចាត់ចែងកិច្ចការក្នុងផ្ទះជាអ្នកទុកដាក់នៅទ្រព្យដែលប្តីរកបានមកបើនាងព្រមស្ដាប់អាវាតដំបូន្មានល្អរបស់ស្វាមីមិនចចេះរឹងរូសមិនធ្វើអ្វីតាមអំពើចិត្តមិនប្រព្រឹត្តអ្វីដែលមានលក្ខណៈប្រឆាំងនឹងអាវាតរបស់ប្តីស្ត្រីជាភរិយាបែបនេះរមែងបណ្ដាសេចក្តីសុខសប្បាយរីករាយឲ្យកើតឡើងចំពោះស្វាមីចំពោះខ្លួនឯងនិងសង្គមគ្រួសារមិនកើតការប្រេឆាមានចំនួនជាដើមព្រះនរបតីមានប្រជារាស្ត្រស្វាមីភក្តិព្រះមហាក្សត្រដែលគ្រប់គ្រងប្រទេសពលរដ្ឋដោយទស្សពិតវិជ្ជធម៌បណ្ដោះបណ្ដាលសេចក្តីសុខចម្រើនកើនប្រយោជន៍សេចក្តីត្រជាក់ត្រជុំឲ្យកើតឡើងចំពោះប្រជារាស្ត្រតែងកើតសេចក្តីស្នេហាស្វាមីភក្តិចំពោះព្រះអង្គរមែងរុងរឿងកើនដោយប្រកបនាមប្រកបយុគពងពោះថ្លៃថ្លាអាចចាត់ចែងការងារទឹកដីបានដោយស្រួលព្រោះប្រជារាស្ត្រមានសេចក្តីស្មោះត្រង់ចំពោះព្រះអង្គរួមគប់រូបកម្លាំងកសាងប្រយោជន៍តាមមាគ៌ារបស់ព្រះអង្គព្រោះចិត្តស្នេហាស្វាមីភក្តិនោះគិតគូរឲ្យល្អិតល្អន់ហើយទើបនិយាយគឺថាការនិយាយនៃជនណាដែលបានពិនិត្យគិតពិចារណាជាមុននឹងគុណនឹងទោសនៃសម្ដីដែលខ្លួនត្រូវនិយាយចេញទៅនោះទាំងមើលកលៈទេសៈនិងបុគ្គលដែលខ្លួននិយាយជាមួយដោយគិតយ៉ាងល្អិតល្អន់ជាមុនថាសម្ដីដែលខ្លួន
ន្លែងនេះបុគ្គលនេះត្រូវនិយាយឬទេនិយាយដូចបណ្ដេញកាលបើបានគិតគូរឲ្យល្អល្អជាមុនដូច្នេះសម្ដីដែលនិយាយនោះរមែងជាសម្ដីមានគុណប្រយោជន៍បានការមិនបណ្ដាលទៅជាទោសពេញអ្វីឡើយពិចារណាឲ្យជុំវិញហើយទើបធ្វើមុននឹងធ្វើអំពើអ្វីបានពិនិត្យគិតឲ្យជុំវិញថាជាអំពើល្អឬអាក្រក់ជាទុច្ចរិតឬសុចរិតជាកុសលកម្មឬអកុសលកម្មមានប្រយោជន៍ឬអត់ប្រយោជន៍ជាដើមការពិចារណាគិតសពគ្រប់ជ្រុងជ្រោយសពហេតុផលហើយទើបធ្វើក៏នឹងជ្រើសរើសធ្វើតែអំពើប្រកបដោយគុណប្រយោជន៍អំពើដែលគួររមែងមិនជួបផលអាក្រក់ដែលកើតឡើងពីអំពើនោះមានតែបានផលល្អប្រពៃគុណទាំង6យ៉ាងដែលអត្ថបាយមុខនេះលោកពោលថាសូម្បីស្ថិតនៅអស់កាលយូរអង្វែងក៏ដោយក៏មិនឃ្លាតខ្លាយទៅជាអ្វីឡើយគឺថាបុគ្គលទាំង6មានជានិច្ចកាលក្នុងជីវភាពសង្គមក្រុមមនុស្សក៏មិនឃ្លាតខ្លាយទៅជាទោសពេញអ្វីឡើយគឺស្ថិតនៅជាគុណជាទីពេញចិត្តជាប្រយោជន៍ផលល្អចំពោះមនុស្សជាដរាបមិនសារប្រលៀបប្រែទៅជាទោសទប់ផលអាក្រក់ឡើយផ្ទុយទៅវិញបើអាហារមិនរលួយកណ្ដំឲ្យកើតវិបត្តិផ្សេងៗចំពោះរាងកាយឬហោលព្រួយចុកសៀតអស់កម្លាំងដោយគុណងងខ្លៅនាំឲ្យឪពុកម្ដាយពិបាកចិត្តស្ដាច់ទ្រង់និងបណ្ដាលឲ្យកើតទោសពេញភរិយាមិនស្ដាប់អវាទនាំឲ្យកើតកំហឹងមួម៉ៅក្តៅចិត្តជ្រះនរោបតីតែប្រជារាស្ត្រគ្មានស្វាមីភក្តិរមែងមិនអាចចាត់ចែងគ្រប់គ្រងឲ្យបានចម្រើនលូតលាស់ឡើងឡើយនិយាយមិនបានគិតធ្វើអ្វីមិនចេះពិចារណារមែងកើតទោសពេញពីសម្ដីពីការងារនោះពិតប្រាកដហេតុនេះគុណទាំង6យ៉ាងគេត្រូវសាងឲ្យមានឡើងនិងរក្សាការពារកុំឲ្យបាត់បង់ទៅវិញព្រោះក្នុងសម័យណាក៏ដោយក៏គេត្រូវការគុណទាំង6យ៉ាងនេះដែរគុណសម្បត្តិវត្តមានផ្នែកខាងល្អនោះកម្រនឹងកើតមានងាយឡើយបើរកបានប៉ុន្មានមកនោះផុសហើយកុំប៉ុន្តែត្រូវរក្សាឲ្យគង់នៅទាំងពង្រឹងនិងពង្រីកឲ្យកើនឡើងកុំឲ្យបើរលើកបាត់រសាត់ទៅព្រោះនាំឲ្យមានប្រយោជន៍មិនសោកសៅបើមាននៅបានផលល្អប្រសើរអើយអង្គណាគ្រីចប់ប្រធានបទទី11តែប៉ុណ្ណេះប្រធានបទទី12ដោយពិតប្រាមាសមិនដែលកើតមានទេបើទុកជាដូច្នេះព្រះរាមទ្រង់នៅតែជាប់ប្រតិចង់បានប្រាមាសឬសេចក្តីអន្តរាយក្នុងការវិបត្តិមកដល់សូម្បីបញ្ញានៃបុរសជាតិក៏ត្រឡប់ជាងងឹតងងល់គិតមិនយល់បានដែរភាសាទី28នៃការគប់មិត្តសុភាសិតរឿងល្បើករឿងប្រឡំលោករឿងព្រេងរឿងជាដកជាដើមតែនិយាយលាតត្រដាងបំភ្លឺផ្លូវជីវិតនិងប្រាប់ព្រឹត្តិការណ៍ហេតុផលទាំងឡាយដែលគេធ្លាប់ជួបប្រទះមកហើយអក្សរសាស្ត្រទាំងនេះតែងចោទនិងដោះស្រាយបញ្ហាការរស់នៅនៃសង្គមក្រុមមនុស្សយ៉ាងនេះខ្លះយ៉ាងនោះខ្លះជនខ្លះក៏ជួបជោគជ័យសេរីយុទ្ធក្នុងផ្នែកនេះបែរជាជួបគ្រោះវិបត្តិក្នុងផ្នែកនោះដូច្នេះទោះមនុស្សនោះវិសេសវិសាលយ៉ាងណាក៏ដោយវាតែព្រះអរហន្តមានព្រះសម្ពុទ្ធជាដើមចេញរមែងជួបប្រទះវិបត្តិផ្លាត់ស្បៀកក្នុងដំណើរជីវិតគ្រាន់តែតិចនិងច្រើនជាងគ្នាប៉ុណ្ណោះហេតុនេះទើបមានសុភាសិតក្តឹងស្រីហេតុតបប្រទេសពោលបំភ្លឺថាដោយពិតប្រើមាសមិនដែលកើតមានទេបើទុកជាដូច្នេះព្រះរាមក៏ទ្រង់នៅតែជាប់ប្រតិចង់បានប្រាមាសឬសេចក្តីអន្តរាយក្នុងការវិបត្តិមកដល់សូម្បីបញ្ញានៃបុរសជាតិក៏ត្រឡប់ជាងងឹតងងល់គិតមិនយល់បានដែរសុភាសិតនេះមានអត្ថន័យដូចម្តេចសុភាសិតនេះយករឿងព្រះរាមចាញ់បោករៀបមកផ្ដើមជាតួយ៉ាងដើម្បីអាចបញ្ជាក់ឲ្យឃើញថាពេលដែលត្រូវមានវិបត្តិទុកវិបាកឬហៅថាគ្រោះញៀនក្តាំខ្យងឆ្លងមកដល់ខ្លួនឬពេលដែលត្រូវជួបជួនរិស័យដាក់អរិយធ្វើមកដល់ក៏ទៅជានាំទ្វេនាំឲ្យគិតខ្លីស្មានខុសទោះអ្នកនោះមានប្រាជ្ញាក៏បែរជាងងឹតផ្លាត់ស្នៀសបានដែរយ៉ាងណាមិញយ៉ាងនេះគឺព្រះរាមក្នុងរឿងរាមកេរ្តិ៍គេទុកជាព្រះវិស្ណុអវតារប្រកបដោយប្រាជ្ញាមានឫទ្ធិពលធ្លាប់មានជ័យជំនះឈ្នះគូប្រណាំងប្រជែងឬសត្រូវរឿយមកហើយអ្នកប្រណាំងប្រជែងជាព្រះឥន្ទព្រះឥសូរព្រះនេរគិរាជជាដើមក៏ចាញ់ព្រះរាមក្នុងការយាតបាញ់សហសថាមធ្នូដើម្បីបានព្រះនាងសីតាអ្នកមានសិលរិទ្ធគឺរាជបរមសូរ